Bà, club bị sai cờ hóm mình toàn ba nâng tinh cả là có chùm nổ thâm mây riêng rồi phong sắp tại mà sớm mấy ní miên ca chênh ráng một cuốn sự mẹp bị sai cờ hóm sự mẹp đã được ca thâm mây bật từ hơi và sắp có một căn mà video này control bị sai cờ hóm Manchester United từng áo khnia bà chụp chỉ mùi trong bát thân đi mà đón tới đấy ngày nay nhung miên ở riêng rai bình tĩnh một túi tẹt tôn nâng caประกวด bật đã được ca thâm mây sự mẹp Manchester United bà khả lấy cái tranh máu Premier League cái tranh ràng và cuột máu và ta nhưng xôm lược do tại đọc và cuột từ bóng tế để menu trời chuột hãy đọc và cuột ní cái ai bị đầm lại bàn tha ở menu còn cả động đồ là bỏ lục khe đấy chỉ muốn nên cả là có thứ mấy miên cùng rất smart tập hiệp mà còn ta lấy ba chục bóng ấy mình toàn miên cả là có thứ mấy ngay cho rồi pin sạch tế miên tại Ederson mới tế mà bị Atalanta nơi mình toàn chỉ play ca lược ai lược ấy thế chẳng kỳ chặt tục thá mình toàn chỉ play ca thì bà bật cuột tí mũi ba chỉ muốn nên cầm đại bằng một màu thứ mấy bà cứ Hull City mà lênក្រៅដីបាទសង្ឃឹមច្រើនមកនិយាយទៅសង្ឃឹមច្រើនអាហ្នឹងអាស្រ័យលើ Man U ទិញកីឡាករបានត្រូវចិត្តអត់ទេពេញចិត្តល្អទេអញ្ចឹងខ្ញុំសង្ឃឹមប្រកួតទី1នេះ Man U ទទួលបាន3ពិន្ទុអញ្ចឹងប្រកួតទី2លេងនៅក្នុងទឹកដី Old Trafford ប៉ះជាមួយនឹង Cardiff City ខ្ញុំថានឹងយកបាន3ពិន្ទុទៀតអញ្ចឹងឥឡូវសរុបបាន6ពិន្ទុណាដល់ប្រកួតទី3ប៉ះជាមួយ Everton ក្រៅដីខ្ញុំគិតថាអាចនៅតែយកបាន3ពិន្ទុហើយយើងរៀងផ្អៀងទៅបិសាយក្រហមណាយកបាន3ពិន្ទុទៀតយើងក៏លេងមកប្រកួតទី4ជាប្រកួតដែលធំប្រកួតទី4បាទលេងក្នុង Old Trafford ទឹកដីរបស់ខ្លួនប៉ះជាមួយអ្នកជិតខាងយើងគឺ Manchester City លទ្ធផលឆ្នាំមុនយើងឈ្នះដែរបាទយើងចឹងអត់បារម្ភទេចឹងខ្ញុំថាមួយស្មើចុះបាទមួយស្មើបាទស្មើគ្នាចុះបាទអញ្ចឹង4ប្រកួតយើងបាន10ពិន្ទុហើយបាទអញ្ចឹងយើងមកដល់ប្រកួតទី5ប៉ះជាមួយនឹង Fulham នេះលេងក្រៅដីអញ្ចឹងខ្ញុំថាលទ្ធផលអាចស្មើបន្តទៀតណាបាទឥឡូវយើងមកដល់ប្រកួតទី6ប៉ះជាមួយនឹងគេថា Tottenham Hotspur លេងនៅក្នុងដីរបស់ខ្លួនអញ្ចឹងខ្ញុំថាយកបាន3ពិន្ទុទៀតបាទ3ពិន្ទុទៀតណាបាទអញ្ចឹងប្រកួតបន្ទាប់ប៉ះជាមួយនឹង Leeds ក្រៅដីខ្ញុំគិតថានៅតែរក្សាបានពិន្ទុល្អមិនចាញ់ទេថាស្មើចុះបាទស្មើហើយនឹងប៉ះជាមួយនឹង Bournemouth នោះគឺនៅក្នុងដីរបស់ខ្លួនខ្ញុំគិតថានឹងសងសឹកនឹងយកពិន្ទុនៅដីរបស់ខ្លួនជាមួយនឹង Bournemouth តទៅបាន3ពិន្ទុទៀតហើយនឹងប្រកួតទី9ប៉ះជាមួយ Chelsea ក្រៅដីខ្ញុំថាប្រកួតនេះមិនឈ្នះ Chelsea ទេបាទវារៀងឆ្ងាយទៀតណាខ្ញុំថាទឹកដី Chelsea យើងកម្រអញ្ចឹងខ្ញុំថាមិនទទួលបានពិន្ទុទេប៉ះជាមួយនឹង Chelsea និងប៉ះជាមួយនឹង Aston នៅក្នុងទឹកដីរបស់ខ្លួនប្រកួតទី10ខ្ញុំថា Man U បាន 100% 3ពិន្ទុតែម្ដងប៉ះជាមួយនឹង Aston Villa អញ្ចឹងគឺអានេះ10ប្រកួតដំបូងណាអញ្ចឹងចាំបងប្អូនបូកពិន្ទុទាំងអស់គ្នាថា Man U យកបានប្រមាណបាទអញ្ចឹងបងប្អូនចាំទាយលេងជាមួយខ្ញុំមើលថា10ប្រកួតហ្នឹង Man U យកបានប្រមាណពិន្ទុបាទជាចុងក្រោយបាទអរគុណបងប្អូនអាចcomment នៅខាងក្រោមបានហើយយើងនឹងមានវីដេអូថ្មីបន្តទៀតបាទជួបជាមួយខ្ញុំបាទ Thanny បាទអរគុណជម្រាបលាបាយបាយ